តកតងនឹងសមាជិកសិទ្ធិមនុស្សអង្គការសហប្រជាជាតិមន្ត្រីសិទ្ធិមនុស្សអង្គការសំទោសមន្ត្រីសិទ្ធិមនុស្សអន្តរជាតិថានាយករដ្ឋមន្ត្រីថៃមុខក្រាស់មិនចេះខ្មាស់គេរឿងទទួលមេដឹកនាំផ្ដាច់ការភូមាថ្ងៃនេះមេដឹកនាំផ្ដាច់ការភូមាលោកមិនអង្ឡាងបានកំពុងបំពេញទស្សនកិច្ចនៅប្រទេសថៃដោយមានការទទួលយ៉ាងកក់ក្ដៅពីលោកអនុទិនច័ន្ទវរៈគុលដោយលោកចង់រឹតបន្តឹងចំណងពាក់ព័ន្ធតំណែងតំណងរវាងថៃនិងភូមានេះដោយមេដឹកនាំភូមានេះណាក៏គេកោតទោសឲ្យតុលាការព្រំប្រទានអន្តរជាតិចេញដីកាតាមចាប់ខ្លួនលោកមិនអង្ឡាងនេះទៀតអាកសលលោកមិនអង្ឡាងនេះមកប្រទេសថៃបានណាបើទៅប្រទេសណាក្រៅពីប្រទេសថៃអាចតុលាការព្រំប្រទានអន្តរជាតិ ICC សហការចាប់ក្មួយខ្លួនគាត់ដែរព្រោះអីថៃមិនមែនជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិអញ្ចឹងយកមិនអង្ឡាងមកហ្នឹងគឺអត់អាចនឹងមកចាប់ខ្លួនអីគាត់បានទេហើយថៃកំពុងតែចង់រឹតបន្តឹងចំណងជាមួយមេដឹកនាំផ្ដាច់ការដុតមនុស្សទាំងរស់ធ្វើបាបធ្វើទុកបុកម្នេញជនជាតិជនភៀសភីខ្លួនរ៉ូហិញយ៉ានោះរាប់ម៉ឺនរាប់សែនរាប់លានអ្នករហូតតមានដីកាតាមចាប់ខ្លួនឲ្យថៃមកអោបកសោបអញ្ចឹងមន្ត្រីសិទ្ធិមនុស្សអង្គការអន្តរជាតិលោក Phil Robertson ថ្ងៃនេះគឺគាត់ចេញសេចក្តីថ្លែងការណ៍មួយតាមបណ្ដាញសង្គម Facebook របស់គាត់ដោយចាត់ទុកថាមន្ត្រីថៃគឺនាយករដ្ឋមន្ត្រីថៃនេះមុខក្រាស់មែនតើមិនចេះខ្មាស់គេដែលទទួលលោកមីនអង្ឡាងលោក Phil Robertson ដែលជានាយករបស់អង្គការសិទ្ធិមនុស្សសិទ្ធិពលករជាអ្នកតស៊ូសម្រាប់សិទ្ធិពលករអាស៊ីនិងសិទ្ធិមនុស្សអាស៊ីហ្នឹងគឺគាត់បានលើកឡើងថាអ្នកណាមិនដឹងលោកមីនអង្ឡាងជាមេដឹកនាំផ្ដាច់ការហេតុអីបានជាថៃជាប្រទេសមួយដែលមានរដ្ឋអធិបតេយ្យដែរទៅប្រឡាក់ប្រឡោះឲ្យកសោបមេដឹកនាំនេះគួរតែបង្ហាញអំពីចំហរបស់ថៃកុំឲ្យគេឌីលថៃថាសុំកលុំគ្នាជាមួយនឹងមេដឹកនាំផ្ដាច់ការធ្វើឲ្យខូចមុខមាត់ថៃហើយធ្វើឲ្យប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែរលោក Phil Robertson គ្រាន់តែនិយាយថាគួរឲ្យសោកស្ដាយដែរដែលមានដឹកនាំថៃមិនមានភាពខ្មាស់អៀនឬក៏មុខក្រាស់បែបនេះតែបងប្អូនថៃគេកំពុងតែរឹតបន្តឹងចំណងនេះដើម្បីឲ្យគេមើលឃើញថាថៃហ្នឹងតែឈ្លានពានកម្ពុជាហ្នឹងគឺមានគ្នាមានភូមិបន្តិចទៀតភូមិជួយថៃជួយថៃដែលមិនរករឿងខ្ចាក់ដីខ្មែរឲ្យខ្មែរវិញហ្នឹងគឺនាំគ្នាសុំកលុំគ្នាហ្នឹងមេដឹកនាំផ្ដាច់ការហ្នឹងឲ្យកសោបគ្នាទៅការពារគ្នាទៅយ៉ាប់មែនតើបាទតែធ្វើម៉េចយើងវាអកុសលអញ្ចឹងហើយកម្ពុជាកុំទៅខ្វល់រឿងភូមិមិនភូមិអីជាមួយនឹងឡាវឬជាមួយថៃអីហ្នឹងគឺយើងខ្វល់រឿងធ្វើម៉េចដាក់ឯកសារប្តឹងទៅថៃទៅអង្គការសហប្រជាជាតិសំទោសទៅតុលាការព្រំប្រទានអន្តរជាតិនិងតុលាការយុត្តិធម៌អន្តរជាតិឲ្យឆាប់តាមតែអាចធ្វើទៅបានរឿងភ័ក្រវិហារថៃចាញ់តរហូតមានដែរទទួលស្គាល់ណាហេតុអីក៏ខ្មែរឈ្នះក្តីឆ្ងល់ដែរអត់ទៅមើលរឿងក្តីចាស់នឹងសារឡើងវិញសោះឲ្យម្នាក់ការពីរដ្ឋាភិបាលផ្កាប់មកបានអីមកវិញខ្ញុំនិយាយចង់បានដីមកវិញតាមិនចង់បាត់ដីហ្នឹងអីចាស់ចង់ឆ្ងល់ដែរមួយថ្ងៃដូចអត់មានពេលវេលាអីដើម្បីធ្វើការអូស៊ីអីសោះមករឿងតែមួងណារ៉េតណាម្នាក់ឯងនឹងឆ្ងល់ពេកខ្ញុំវាមិនដែលបានមើលប៉ុន្តែដល់ពេលនាំគ្នារឿងមួងណារ៉េតក៏ប៉ោះពេកទៅយើងអូសវាអត់ផុតយូរខ្ញុំធុញមុខមួងណារ៉េតខ្លួនឯងដែរអូរមើលព័ត៌មានអីឡើងបានឃើញតែមួងណារ៉េតនៅពេញតែបណ្ដាញសង្គមហ្នឹងហ្មងយ៉ាប់មែនតើអរគុណដែរដែលក្រុមអាមីអាថោងនិងពួកបាតផ្សារអីមួយចំនួនហ្នឹងចិត្តតែយកមួងណារ៉េតទៅផ្សាយម្ដងហើយម្ដងទៀតធ្វើឲ្យគេស្គាល់ល្បីពេញបណ្ដាញសង្គមវាទៅជាបុគ្គលទី1ដែលអូសអត់ផុតហ្មងហេតុអីបានទៅជាចង្រៃយ៉ាងនេះចំពុងតែឆ្ងល់បងអែមលៀងមាត់របស់ខ្ញុំមួយឆ្នាំផ្ទះធំហ្នឹងអ្នកឯងមកទទួលទានក៏ទទួលទានអ្នកខ្លះថាអត់ដែលភ្លក់បងអែមមួងណារ៉េតទេចង់សាកភ្លក់ម្ដងមើលហើយដល់ភ្លក់មកភ្លាវបដ យ បងឯមួងណារ៉េតនេះណាខ្ទិះដូងស្ករត្នោតកំពង់ស្ពឺស្លឹកចេកខ្ជូងជូតយ៉ាងប្រណិតយ៉ាងស្អាតហើយរក្សាគុណភាពអត់មានជាតិគីមីទេទទួលទានអត់ដែលរាករូសទេវារាករូសតែពួកសកម្មជនគណបកប្រជាជនកម្ពុជាហើយនឹងពួកអាមីអាថោង MMO ដែលបាតផ្សារពាលាមកតែភ្លក់បងឯមួងណារ៉េតគឺរាអាចហ្មងបងប្អូនរាប់លានអ្នក30លានអ្នក view ជាងឥឡូវ33លាន view ស្អីហ្នឹងអត់មានអ្នកណារាអាចសោះ មករៀបអាចតែក្រុមគណៈបកប្រជាជនកម្ពុជាហ្នឹងឲ្យតែមកភ្លក់គឺរៀបអាចហ្មងដោយសារពួកគាត់វាដូចថាអត់ដែលទទួលអាហារដែលបរិសុទ្ធណាបងប្អូនគាត់បានតែអាហារគីមីបំពុលដល់អញ្ចឹងទៅពូវៀនពូតាំងគាត់ហ្នឹងវាវល់ជាមួយនឹងអាហារស្មោកគ្រោកវាមេរោគច្រើនដូចខ្ញុំធ្លាប់និយាយអញ្ចឹងគឺមេរោគខ្លួនគាត់ហ្នឹងវាស៊ាំនឹងមេរោគហ៎បងប្អូនដល់អញ្ចឹងដាក់មេរោគអីទៅគឺវាស្របគ្នាដោយវារស់នៅជាមួយគ្នាបានដល់តែប៉ះបងអែម organic ខ្ទិះដូងក៏សុទ្ធ ស្ករត្នោតក៏សុទ្ធអីក៏សុទ្ធតភ្លក់រីអាចគ្រប់គ្នាហ្មងអ្នកឲ្យតែមកភ្លក់រីអាចឲ្យតាំងទៅប៉ាត់ណាប៉ាត់នៃអារឿងស្អីគេដែលខ្ញុំនិយាយពីសម្បត្តិកំណើត$30ប្រជាប្រដ្ឋរងគ្រោះទៅខំជួយការពីរដ្ឋាភិបាលអត់មើលវីដេអូបំភ្លឺរបស់ខ្ញុំម្ដងហើយម្ដងទៀតដំបូងខ្ញុំផ្សាយម្ដងក្រោយមកខ្ញុំមានការផ្សាយអត់មានទៅយកមកជ្រុងកន្លែងណាមកគឺរីអាចហ្មង
ហើយប៉ាតណាប៉ាតណៃរិះគន់មុងណារ៉េតពេលខ្លះខ្ញុំអត់មានតែខ្លាចការរិះគន់ទេបងប្អូនប៉ុន្តែដល់ពេលយើងអត់មានដឹងខ្យល់អីអត់ទិសតំបន់អីចេះតែប៉ាតណាប៉ាតណៃបិទភ្នែករិះគន់យកអញ្ចឹងខ្ញុំសំដោះណាខ្ញុំអត់មានតែខ្លាចអស់លោករិះគន់បើខ្ញុំនិយាយថាកុំថាមួយលានអ្នកក៏បានដែរមកចេញមកតតាំងជជែកមតិជាមួយខ្ញុំហើយឲ្យថ្លៃធ្នូខ្ញុំនិយាយតែប៉ុណ្្នឹងឯងបើថាថោកទៀតទេមកអត់បានទេអត់ត្រូវការទទួលជជែកអីសោះហ្មងព្រោះអីតែយើងបើកមាត់មកថោកទៀតអ្វីដែលយើងនិយាយគឺថោកទាំងអស់វាអត់ត្រូវការជជែកទេយើងគ្មានសិលធម៌គ្មានគុណធម៌គ្មានសុជីវធម៌ជជែកអីគេកើតទៀតបងប្អូនអត់មានជជែកអីបានទេហើយខ្ញុំសុំទោសខ្ញុំមិនមែនថាអូមិនគោរពមិនស្ដាប់មិនអីអត់ទេតែអត់សិលធម៌អត់សុជីវធម៌ហើយគឺអស់អីនឹងគ្នាជាមួយខ្ញុំអត់មានជជែកទេហើយមកប៉ាតណាអីមកឌីលខ្ញុំនឹងមកឌីលខ្មែរកែបក្នុងដងអីណាខ្ញុំឌីលមិនទៅប្រាប់លោហួតហាក់ដែលជាមេក្រសួងទេសចរទៅថាយកកែបចេញពីដងកម្មវិធីទេសចរអីគាត់ថាយកកែបចេញពីដងយើងកែបក្នុងដងនឹងខ្ញុំមិនចង់សម្ដៅទៅលើប្រជាពលរដ្ឋទាំង18លានអ្នកទេខ្ញុំសម្ដៅទៅលើក្រុមអាមីអាថោង MMO បាតផ្សារពាលាអសរោះអាមឹងហ្នឹងដែលជាកែបក្នុងដងអត់ដឹងពិភពលោកធំខ្ញុំនិយាយនឹងសម្ដៅទៅអស់លោកកែបក្នុងដងហ្នឹងតាប្រជាពលរដ្ឋខ្មែរ18លានអ្នកមានណាកែបក្នុងដងគេដឹងអស់ហើយគ្រាន់គេនិយាយអត់បានហើយមកថាឌីលខ្ញុំនឹងទៅស្អីណាបងប្អូនយើងនឹងមើលងាយខ្មែរគ្នាឯងខ្ញុំអត់ដែលមើលងាយខ្មែរម្ដងណាទេប៉ុន្តែខ្ញុំមើលងាយខ្មែរដែលជាឆ្កែឈួតខ្ញុំមើលងាយមែនតើព្រោះឆ្កែឈួតទាំងអស់នេះធ្វើឲ្យខ្មែរថោកហើយខ្ញុំមើលងាយហ្មងព្រោះអ្នកទាំងអស់នោះមិនតំណាងឲ្យខ្មែរទេប៉ុន្តែធ្វើឲ្យខ្មែរបាក់មុខបាក់មាត់អានោះខ្ញុំមើលងាយខ្ញុំកែឲ្យគាត់ដូរតែប៉ុណ្្នឹងតាខ្ញុំស្រឡាញ់ខ្មែរអស់ចាតំណងហើយឥឡូវលោក Thomas Andrews គឺគាត់ទៅប្រាប់ថៃនេះសេចក្តីថ្លែងការណ៍គាត់ថាខ្ញុំរីករាយសាទរអរគុណដែលដឹងថាថៃចាប់អារម្មណ៍នឹងសេចក្តីថ្លែងការណ៍របស់គាត់ពីសិទ្ធិមនុស្សដែលគាត់រាយការណ៍នៅប្រទេសកម្ពុជាតាក់ទងនឹងជនភៀសសឹកដែរហើយក្នុងនាមជាអ្នករាយការណ៍ពិសេសគាត់ផ្ដោតខ្លាំងទៅលើសិទ្ធិមនុស្សនឹងឯងគាត់ស្វាគមន៍មតិរិះគន់របស់រដ្ឋាភិបាលថៃហើយថានេះហើយបានជាគាត់បានផ្ញើសេចក្តីរាយការណ៍ព្រៀងមួយច្បាប់2ថ្ងៃមុននឹងគាត់ចេញហ្នឹងគាត់ផ្ញើទៅថៃទៅទៀតឲ្យរដ្ឋាភិបាលថៃមើលហើយចេញមតិមកមុននឹងគាត់ចេញសេចក្តីថ្លែងការណ៍រដ្ឋាភិបាលថៃជ្រើសរើសមិនតបអីគាត់សោះអញ្ចឹងគាត់ក៏ថ្លែងការណ៍តាមហ្នឹងព្រោះខាងនោះឲ្យមើលហើយគាត់មិនមើលប៉ុន្តែលោក Thomas Andrews នេះគឺជាមនុស្សអាជីពគួរសមការទូតគួរឲ្យគោរពមែនតើភាសាគាត់ខ្ញុំចង់ឲ្យខ្មែរយើងណាជាអ្នកនាំពាក្យខ្មែរគ្រប់ក្រសួងជាមន្ត្រីរាជការឬក៏រដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភាខ្មែរអីនេះរៀនសូត្រតាមលោក Thomas Andrews វិធីអ្នកមានវិជ្ជាជីវៈគឺគេខឹងគេមួម៉ៅប៉ុណ្ណាគឺគេឆ្លើយយ៉ាងត្រជាក់ហើយមួយគាត់ថាអរគុណឃើញទេអរគុណថៃដែលចាប់អារម្មណ៍គេអត់ចេញមកគឺណែឯងលៀបពណ៌ណែឯងស្អីបំពល់អីអត់មានចឹងទេអរគុណដែលចាប់អារម្មណ៍ខ្ញុំបានជូនសេចក្តីព្រៀងនេះទៅអ្នក2ថ្ងៃមុននឹងដែរតែអ្នកមិនតបដូច្នេះខ្ញុំនៅតែស្វាគមន៍អ្នកដដែលតើខ្ញុំបាននិយាយឲ្យលោកថាខ្ញុំបាននិយាយឲ្យនៅក្នុងសេចក្តីថ្លែងការណ៍ខ្ញុំថាខ្ញុំធ្វើការដើម្បីសិទ្ធិមនុស្សហើយក៏តាក់ទងនឹងរដ្ឋាភិបាលខ្មែរក៏តាក់ទងនឹងរដ្ឋាភិបាលថៃនឹងស្វាគមន៍ដើម្បីទៅជួបជាមួយនឹងមន្ត្រីថៃដើម្បីស្ដាប់ពីខាងថៃដែរឲ្យតែទទួលស្វាគមន៍លោកនិយាយទៀតពេលនេះក៏នៅតែបើកទ្វារនឹងទៀតនេះអ្នកដែលគេមានអាជីពគេនិយាយចឹងហើយគាត់និយាយថាពីរឿងជនភៀសសឹកដែល650,000នាក់ហ្នឹងគឺលោកនិយាយពីរឿងសិទ្ធិមនុស្សលោកអត់មាននិយាយពីរឿងនយោបាយពីប្រវត្តិសាស្ត្រអីទេគឺលោកចង់សម្ដៅថាឥឡូវ600,000នាក់កាលមុនគាត់រស់នៅសុកសានហើយស្រាប់តែមានសង្គ្រាមក្តាំងគឺគាត់ក្លោចផ្សារហើយទៅនៅសល់20,000នាក់ទៀតអត់បានទៅលំនៅឋានវិញនេះគឺជាការរំលោភសិទ្ធិមនុស្សគាត់អត់មានខ្វល់ថាភាគីណាខុសភាគីណាត្រូវទេគឺគាត់និយាយអំពីសង្គ្រាមហ្នឹងគឺគាត់ចង់ឲ្យផ្សះផ្សាគ្នាឲ្យឆាប់ទៅបានប្រជាពលរដ្ឋវិលទៅកុំឲ្យរងការរំលោភសិទ្ធិមនុស្សមន្ត្រីសិទ្ធិមនុស្សគាត់និយាយចឹងឲ្យសមហេតុសមផលហើយគាត់នៅតែនិយាយទៀតថានៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជានិងថៃដោះស្រាយវិបត្តិព្រំដែននេះឲ្យឆាប់តាមដែលអាចធ្វើទៅបានដើម្បីឲ្យប្រជាពលរដ្ឋវិលទៅលំនៅឋានវិញបានឆាប់តាមដែលអាចធ្វើទៅបានក៏ប៉ុន្តែនៅពេលដែលថៃមានប្រតិកម្មខ្លាំងកម្ពុជាអត់ទាន់មានទេមកដល់ម៉ោងនេះមន្ត្រីកម្ពុជាត្រេកអរសាទរលោក Thomas Andrew តែករណីរឿងជនភៀសសឹកហ្នឹងដែលថៃមានប្រតិកម្មរឿងសិទ្ធិមនុស្សរឿងបោះឆ្នោតរឿង scam រឿងស្អី10ចំណុចជាងអត់ទាន់មានមន្ត្រីគណៈបកប្រជាជនកម្ពុជាឬក៏រដ្ឋាភិបាលកម្ពុជាអ្នកនាំពាក្យអីចេញមកប្រតិកម្មនៅឡើយទេព្រោះកំពុងតែវល់ក្នុងខួរក្បាលហ្នឹងមិនដឹងថាត្រូវគិតចេញមិនចុះបើយើងទាត់ចោលអាល្បីដែលគាត់និយាយត្រូវពីរឿងសិទ្ធិមនុស្សប្រជាធិបតេយ្យនៅស្រុកខ្មែរទាត់ចោលអាហ្នឹងចោះបើយើងព្រមទទួលស្គាល់រឿងជនភៀសសឹកដែលចំណេញអានោះឲ្យអន្តរជាតិគេមើលឃើញថៃមើលឃើញអីថាដូចជារំលោភបំពានដែរតើយកមួយណាឥឡូវហ្នឹងពិបាកមែនតើគាត់កំពុងថ្លឹងថ្លែងបើយើងទាត់ចោលមកកលៈអត់យកអាមួយចោះមកកញ្ចប់ហ្នឹងបើយកទាំងអស់ហ្នឹងគេដាក់ឲ្យមកកញ្ចប់ហើយចឹងបានន័យថាម៉េច
បបាយើងចាំមើលតែរដ្ឋាភិបាលនឹងតបយ៉ាងម៉េចបាទឥឡូវបន្តទៅទៀតគឺមន្ត្រីមេ FBI ព្រមានចាប់ក្របួចក្រុមអក្រិតជនឆបោកអនឡាញឲ្យអស់មិនថាកំពុងលាក់ខ្លួនពួនសង្ងំនៅកន្លែងណានេះជាសារខ្លាំងៗរបស់លោក Kash Patel ដែលគាត់ថ្លែងសារនៅពេលដែលចាប់មេឆបោកអនឡាញនិងពួកអក្រិតជនជួញដូរគ្រឿងញៀនមិចស៊ីកូហើយគាត់បាននិយាយខ្លាំងៗនៅក្នុងសន្និសីទសារព័ត៌មានម្សិលមិញលោក Kash Patel និយាយចេះលោកថាអ្នកដែលប្រព្រឹត្តអំពើឆបោកអនឡាញនិងអ្នកពាក់ព័ន្ធគឺអ្នកមិនអាចសម្ងំលាក់ខ្លួនពួនអាត្មាទោះនៅក្រហែងណាក៏ដោយគឺគ្មានទេទីជំរកសុវត្ថិភាពសម្រាប់អក្រិតជនសហរដ្ឋអាមេរិកនឹងសហការជាមួយនឹងរដ្ឋាភិបាលក្រៅប្រទេសដើម្បីចាប់ក្របួចអ្នកទាំងអស់នោះយកមកទទួលយុត្តិធម៌គឺប្រព័ន្ធយុត្តិធម៌អាមេរិកគាត់បញ្ជាក់ច្បាស់ទៀតព្រោះអីមកដល់នេះគាត់ថាសហការជាមួយរដ្ឋាភិបាលបរទេសបញ្ជូនមនុស្សបានប្រមាណជា30នាក់រួចទៅហើយដែលយកមកកាត់ក្តីក្នុងតុលាការអាមេរិកហើយសហការជាមួយប្រទេសទាំង15សារនេះគឺជាសារប្រាប់ទៅកម្ពុជាប្រាប់ទៅថៃប្រាប់ទៅអីខ្ញុំជឿថាកម្ពុជាច្រើនជាងព្រោះប្រទេសកម្ពុជានេះណាជនដែលមាននៅក្នុងបញ្ជីខ្មៅរបស់ FBI តាក់តងមកសបុកជាមួយនឹងលោកចិនស៊ីហ្នឹងនៅច្រើនណាអត់បានចាប់មួយទេហើយចាប់លោកចិនស៊ីហ្នឹងទៀតសោតអត់បញ្ជូនឲ្យអាមេរិកកាត់ទោសទៅឲ្យចិនទៅវិញព្រោះអ្នកដែលជាជនរងគ្រោះគឺអាមេរិកទេលោក Kash Patel ថាការដែលត្រូវចាប់ជនទាំងអស់ដែលជាអក្រិតជននៅពីក្រោយការឆបោកអនឡាញនេះគឺដោយសាររកយុត្តិធម៌ជូនជនជាតិអាមេរិករាប់សែនអ្នកដែលខ្លាចជាជនរងគ្រោះជាពិសេសយាយតាចាស់ដែលចូលនិវត្តន៍ទៅហើយប្រាក់សន្សំរបស់គាត់ប្រាក់រត្រែតអាសោធននិវត្តន៍របស់គាត់គឺលលាយសូន្យបងអស់ដោយសារក្រុមឆបោករួមទាំងនៅប្រទេសកម្ពុជានេះអញ្ចឹងគឺត្រូវយកមកកាត់ទោសហើយត្រូវយកលុយហ្នឹងទៅជូនជនរងគ្រោះនឹងវិញអានេះអ្វីដែលលោក Kash Patel បាននិយាយហើយថាបើប្រជាពលរដ្ឋណាក៏ដោយដែលមានព័ត៌មានតាក់ទងនឹងរឿងមេអក្រិតជនណាលាក់ខ្លួននៅណាចង់ឲ្យអាមេរិកទៅចាប់ឲ្យតាក់ទងទៅ FBI គឺលេខ800 calls FBI បាទ800 calls FBI លេខហ្នឹងគឺបងប្អូនមើលនៅក្នុងប៊ូតុងទៅ800ក្បាល800បូក1ហ្នឹងមានហើយ calls CALLS វាយតាមលេខតួអក្សរហ្នឹងទៅចេញលេខហើយ FBI ហ្នឹងគឺវាយតាមលេខ FBI នៅលើលេខថាទូរស័ព្ទហ្នឹងទៅឃើញហើយអាមេរិកនឹងចាត់ការទៅតាមការផ្ដល់ដំណឹងនេះខ្ញុំជឿថាថ្ងៃមុនលោក Kash Patel ក៏បានទៅផ្ដល់ប្រទេសកម្ពុជាដែរទៅជួបលោកហ៊ុនម៉ាណែតជួបអីដែរប៉ុន្តែយើងអត់ទាន់ឃើញដែរលោក Thomas Andrew ក៏ឆ្ងល់ដែរថាគេប្រយុទ្ធប្រឆាំងការឆបោកអនឡាញយ៉ាងម៉េចក៏ក្រៅពេញស្រុកខ្មែរតែចាប់មេឆបោកអនឡាញធំនៅពីក្រោយនឹងអង្គញាមហាមន្ត្រីអត់បានម្នាក់សោះលោកឆ្ងល់ហើយលោកលើកទឹកចិត្តឲ្យចាត់ការបាទលើបន្តទៅទៀតគឺទាហានថៃដឹកដូងទាំងឡានយកមកដាំនៅប្រាសាទខ្នារបស់ខ្មែរថ្ងៃនេះគឺយើងឃើញឡានទ្រុងធំដឹកដូងមកទម្លាក់នៅប្រាសាទខ្នាដើម្បីដាំតាមពិតថៃអត់មានប្រដាក់ដៃទេធ្វើលបងចាក់បេតុងដាក់បន្លាលួសកុងតឺន័រដាំដើមឈើឈូសឆាយវត្តអារាមផ្ទះសម្បែងធ្វើហេដ្ឋារចនាសម្ព័ន្ធសង់ផ្លូវប៉ុស្តិ៍យាមដាក់ទង់ជ័យធ្វើពិធីសែនព្រេននៅប្រាសាទហៅភ្ញៀវឲ្យចូលទៅទស្សនាយកលុយហៅអ្នកកសែតចុះទៅពិនិត្យមើលកន្លែងដែលថៃយកបានឈូសឆាយធ្វើស្ពានធ្វើចាក់គ្រោះក្រាលថ្នចាក់បេតុងនៅគ្រប់តំបន់ដែលថៃវាយបានអញ្ចឹងមកនេះគឺថៃគេធ្វើឲ្យសំណង់ទាំងអស់នោះคล้ายទៅជាសំណង់ស្របច្បាប់របស់ថៃក្នុងពេលដែលកម្ពុជាអត់បានប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិទេប៉ុន្តែកម្ពុជាតវ៉ាជាង800ដងហើយកម្ពុជាអះអាងថាការតវ៉ានេះនឹងបានដីមកវិញខ្ញុំថាសំភ្លើងយ៉ាក់ហើយឥឡូវនេះគឺក្រសួងការពារជាតិថ្ងៃនេះគឺបន្តចុះទៅប្រមូលភស្តុតាងកន្លែងទម្លាក់គ្រាប់បែកពីយន្តហោះ F16 របស់ថៃនៅលើទឹកដីខ្មែរក្រសួងការពារជាតិហ្នឹងគឺដូចខ្ញុំនិយាយចឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមតែរូបថតទៅថតយកមកប្រមាណ100ប៉ុស្តិ៍ទៅហើយទើបតែយើងអាចថាភស្តុតាងនឹងគ្រប់គ្រាន់មួយឆ្នាំជាងអីហ្នឹងមួយឆ្នាំ8ខែគាត់ចុះទៅថតរាល់ថ្ងៃនេះគាត់នាំក្រុមប្រឹក្សាណែក្រុម AOT គឺក្រុមសង្កេតការអាស៊ានទៅចំណុចភូមិស្អែមខាងជើងឃុំស្អែមស្រុកជាំខ្សានខេត្តព្រះវិហារដែលទៅជួបប្រជាពលរដ្ឋហើយទៅមើលអា F16 ដែលគេទម្លាក់គ្រាប់លើប្រទេសប្រជាពលរដ្ឋធ្លុះធ្លាយខ្ទេចខ្ទីអស់ហ្នឹងបានអីមកវិញខ្ញុំលើកទឹកចិត្តថាប្រមូលផតាងនោះល្អហើយចុះផតាងប្រមូល8ខែហើយហ្នឹងអត់បានគ្រប់ទេត្រូវទៅរាល់ថ្ងៃមិនផតាងហ្នឹងមួយថ្ងៃស្អែកឡើងថៃទម្លាក់ 4-5 គ្រាប់ទៀតខាន់ស្អែកគេទម្លាក់ 4-5 គ្រាប់ទៀតគឺយ៉ាងម៉េចយើងទៅម្ដងយើងកត់ត្រាមកយើងថតមកយើងដាក់ទៅហើយយើងដាក់ប្តឹងទៅបានហើយមិនអញ្ចឹង
រដ្ឋមន្ត្រីក្រសួងការពារជាតិអ្នកនាំពាក្យក្រសួងការពារជាតិអ្នកស្រីម៉ាលីសុជាតិតានោះសន្យាថាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រមូលភស្តុតាងតាំងពីខែធ្នូឥឡូវមកដល់ខែសីហាហើយនៅតែអត់ដឹងដាក់នៅណាហើយនិយាយពីកម្ពុជាយើងនឹងប្រើយន្តការអន្តរជាតិមានទាំងអស់អន្តរជាតិការទូតប្តឹងតវ៉ាជំទាស់កំណត់ទូតអត់តែដាក់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិនឹងមួយគត់អញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិព្រោះផុសតាងវាគ្រប់ហើយវាអត់មានអីឆ្ងល់ទៀតទេមិនបាច់សារព័ត៌មានណានិយាយមិនបាច់លោកហ៊ុនម៉ាណែតទៅឲ្យសារព័ត៌មានណាសម្ភារព្រោះផុសតាងនៅក្នុងការដាក់ប្តឹងទៅតុលាការមិនមែនយកទៅផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយទេគឺយកទៅដាក់នៅអង្គការស្អីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិរឿងមួយទៀតរឿងម្សិលមិញមានអ្នកស្ដាប់ព័ត៌មានមួងណារ៉េតម្នាក់គាត់ចេញមករិះគន់ខ្ញុំគាត់ថាមួងណារ៉េតនេះបានតែកោកសឹកមាត់តដោកឆ្អែតតែពោះកបីដែរទេអត់ដែលផ្សាយព័ត៌មាននេះដើម្បីឲ្យអន្តរជាតិជាភាសាអង់គ្លេសនឹងឲ្យគេដឹងអំពីថៃឈ្លានពានកម្ពុជាសោះមកនិយាយពីរឿងតែខ្មែរអត់ព្រមប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិព្រមតអន្តរជាតិអីចឹងនិយាយប្រាប់តែខ្មែរគ្នាឯងខ្ញុំសូមប្រាប់លោកថាខ្ញុំនិយាយរឿងនេះ100ដងហើយមួងណារ៉េតបងអែមលៀងមាត់មកផ្ទះធំនេះកុំឲ្យតម្លៃមួងណារ៉េតពេកអត់មានតម្លៃស្អីទៅប្រាប់អន្តរជាតិណាគេមកជឿមួងណារ៉េតទេអន្តរជាតិគេស្ដាប់សារព័ត៌មានអន្តរជាតិអន្តរជាតិគេស្ដាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិអន្តរជាតិគេស្ដាប់មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិឬក៏ក្រុមសិទ្ធិមនុស្សអន្តរជាតិអង្គការអីគេរកព័ត៌មានឬក៏ស្ដាប់អង្គការក្រៅរដ្ឋាភិបាលនៅស្រុកខ្មែរនោះដែលគេធ្វើជាសម្លេងរបស់ជនរងគ្រោះនោះបានគេស្ដាប់មួងណារ៉េតហ្នឹងណាគេស្ដាប់ឆ្ងល់នោះឆ្ងល់មករករឿងតែមួងណារ៉េតម្នាក់ឯងហ្នឹងកសែតខ្មែរឯករាជ្យបិទចោលអស់អង្គការសង្គមស៊ីវិលឯករាជ្យនៅស្រុកខ្មែរបិទចោលមនុស្សដែលហ៊ាននិយាយរិះគន់ការពិតពីរឿងរដ្ឋាភិបាលរឿងស្អីផ្សេងរឿងព្រំដែនចាប់គេដាក់គុកអស់មន្ត្រីសិទ្ធិមនុស្សមន្ត្រីបរិស្ថានមន្ត្រីស្អីដាក់នៅក្នុងបញ្ជីខ្មៅមកកណោក៏ដឹកអ្នកដែលគេត្រូវស្ដាប់ទាំងអស់ហ្នឹងយើងចាប់គេដាក់គុកអស់ហើយទៅមករករឿងមួងណារ៉េតអត់ផ្សាយទៅពិភពលោកឲ្យបានឮខ្ញុំឆ្ងល់ថាអស់លោករាល់ថ្ងៃហ្នឹងក៏គិតអីខ្ញុំបានប្រាប់ឲ្យថាគេអត់មានមកស្ដាប់មួងណារ៉េតទេព្រោះមួងណារ៉េតនេះគឺជាបង្អែមលៀងមាត់អត់មានអន្តរជាតិណាមកស្ដាប់មួងណារ៉េតទេនិយាយឲ្យចឹងខ្ញុំអត់មែនថាចុះទម្លាក់តម្លៃខ្លួនឯងម៉េចឃើញគេស្ដាប់ច្រើនណាគេស្ដាប់ច្រើនតែបងប្អូនប្រជាពលរដ្ឋខ្មែរដែលខ្លោចផ្សាររឿងការធ្វើបាបរបស់រដ្ឋាភិបាលកម្ពុជាតាហើយខ្ញុំក៏និយាយរឿងថៃឈ្លានពានគេអត់មានស្ដាប់មួងណារ៉េតទេព្រោះអីរដ្ឋាភិបាលខ្មែរអត់ប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិផងហ្នឹងអ្នកណាគេដឹងថាថៃឈ្លានពានយើងបើម្ចាស់ផ្ទះសញ្ញេអ្នកណានៅហ្នឹងព្រមឲ្យគេនៅហ្នឹងហើយអត់មានប្តឹងគេផងហើយទៅឲ្យមួងណារ៉េតនិយាយឲ្យអ្នកណាស្ដាប់ខ្ញុំពងតែឆ្ងល់ហេតុអីបងអស់លោកមកធ្វើទុកបុកម្នេញអីនឹងមួងណារ៉េតទៅផ្សាយតែបង្អែមលៀងមាត់មួយថ្ងៃគេបានតែ4ម៉ោងហ្នឹងផ្សាយមិនទាំងគ្រប់ផងជាភាសាខ្មែរទៅឲ្យខ្ញុំផ្សាយទៅជាភាសាអង់គ្លេសអស់លោកផ្ដាល់ប្រាក់វិភាគទានដើម្បីឲ្យស្ថាប័ននេះបើកហ្នឹងប៉ុន្តែចុះបើអស់លោកធ្វើកើតមិននាំគ្នាធ្វើទៅខ្ញុំឃើញប្រជាពលរដ្ឋខ្មែរយុវជនក្មេងៗកាលពីថៃវាយដំបូងហ្នឹងឡើងពេញបណ្ដាញសង្គមនិយាយភាសាអង់គ្លេសសឹងតែគ្រប់គ្នាប្រាប់ទៅអន្តរជាតិឲ្យគេជឿថាថៃឈ្លានពានឥឡូវគេជឿមែនឃើញធ្វើគ្រប់គ្នាហ្នឹងគេជឿមែនរាប់រយរាប់ពាន់នេះអត់ទាំងមានអ្នកណាគេជឿទេខ្ញុំថាជឿគឺតោះតែមានប្រព័ន្ធឯករាជ្យផ្សព្វផ្សាយនៅស្រុកខ្មែរយើងបំផ្លាញទៅរករឿងរដ្ឋាភិបាលខ្មែរដែលបំផ្លាញប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបំផ្លាញអង្គការសង្គមស៊ីវិលឯករាជ្យបំផ្លាញអ្នកដែលគ្នាឯករាជ្យដែលគ្នាហ៊ាននិយាយការពិតដើម្បីឲ្យគេយកព័ត៌មាននឹងបានអត់មករករឿងមួងណារ៉េតឯណាចេះអីខ្ញុំឃើញតែម្ដងបានតែ5នាទីទេប្លុកចោលអស់ខ្ញុំសុំទោសនិយាយខ្វះការពិចារណាអីចិត្តតែរករឿងអញ្ចឹងខ្ញុំមិនអាចទៅស្ដាប់ទៅចែកគ្នាបានសោះហ្មងមនុស្សយើងតែអត់មានគេហៅសតិសម្បញ្ញៈបញ្ញាញាណវិចារណញាណអីដែលអាចជជែកគ្នាបានខ្ញុំអត់អាចជជែកបានទេខាតពេលបងប្អូនខ្ញុំសុំទោសខ្ញុំប្លុកចោលអស់ហើយព្រោះអីចេញមកគឺខុសរឿងតែម្ដងមកនិយាយដូចថាមករករឿងមួងណារ៉េតហ្នឹងទៅជាអ្នកដោះស្រាយបញ្ហាប្រទេសជាតិបានទៅលើពិភពលោកអីណាកុំឲ្យតម្លៃខ្ញុំខ្ពស់ពេកបានហើយខ្ញុំសុំតែជាបង្អែមលៀងមាត់មកផ្ទះធំហ្នឹងទៅទាំងអ្នកទឹកនោមផ្អែមមិនទឹកនោមផ្អែមទទួលទានទៅធ្វើម៉េចតំណែងតំណងចិននិងថៃឡើងកម្ដៅមួយភពក្រោយជនជាតិចិន20នាក់ត្រូវបានហាមឃាត់មិនឲ្យឡើងលើយន្តហោះព័ត៌មាននេះវារឿងគួរឲ្យអស់សំណើចប៉ុន្តែជារឿងពិតណាបងប្អូននៅថៃមួយថ្ងៃមុននេះអ្នកដំណើរមកវងជាជនជាតិចិនប្រហែល22នាក់គេទៅតាមអ្នកដែលល្បីរបស់ជនជាតិចិនតារាល្បីរបស់គេណាមួយមកពលានយន្តហោះសវណ្ណភូមិរបស់ថៃហើយអ្នកទាំងអស់ហ្នឹងគឺត្រូវត្រៀមឡើងយន្តហោះសោះហ្នឹងដល់តែពេលមាន
ណែតារាគេមកនោះគេតាមថតរូបបាក់ទឹកបាក់ផុកចូលទៅហួសអាតំបន់សន្តិសុខការពារសុវត្ថិភាពនៃកន្លែងអ្នកដំណើរហ្នឹងទៅអញ្ញាអញ្ញាយពេញទឹកពេញដីរហូតតតែមានការដែលសន្តិសុខគេហ្នឹងក៏បញ្ជាប្រាប់ទៅបិទទ្វារយន្តហោះហ្នឹងមិនឲ្យចូលហ្មងព្រោះអីអញ្ញាអញ្ញាយអញ្ចឹងពេកគេពិបាកដែរព្រោះអត់សម្ដាប់ធ្នាប់បញ្ហាសន្តិសុខសុវត្ថិភាពខុសអាកន្លែង scan កន្លែងអីគេហើយចូលមកដល់កន្លែងអ្នកដំណើរមកឡើងយន្តហោះអីគឺគេអត់ឲ្យឡើងដល់ពេលអត់ឲ្យឡើងមានការថ្នាំងថ្នាក់ភ្លាមថាថៃរើសអើងជនជាតិចិនហើយអាជ្ញាធរថៃក៏ចេញសុំទោសទៀតនៅខាងសវណ្ណភូមិហ្នឹងសរសើរគឺថាវិជាជីវៈគេហ្នឹងគឺខ្ញុំអត់សរសើរថៃទេបងប្អូនខ្ញុំសរសើរវិជាជីវៈនៅក្នុងការដោះស្រាយបញ្ហាដោយសារតែពេលកំពុងមានបញ្ហាហ្នឹងមានសន្តិសុខថៃម្នាក់ដែលគាត់ធ្វើផ្នែកផ្នែកយើងផ្នែកចិនគាត់រៀងតឹងបន្តិចចឹងដល់ពេលចុះគាត់ធ្វើរៀងឲ្យបរិយចឹងគឺក្នុងន័យមើងងាយខ្ញុំក៏អត់គ្រប់ត្រដែរខ្ញុំថាមន្ត្រីសន្តិសុខថៃនេះគឺលើសហើយធ្វើលើសហើយយើងអត់ត្រូវមើងងាយផ្នែកទុយផ្នែកធំអីទេព្រោះអាហ្នឹងគឺជាធម្មជាតិ generic ហើយអត់មានទៅធ្វើរើសអើងជាតិសាសន៍អីចឹងទេព្រោះអីអត់មើលគំរូជនជាតិមិចស៊ីកូម្នាក់កាលពីខែមិថុនាពេលដែលកូរ៉េខាងត្បូងទាត់បាល់ជាមួយ FIFA World Cup ជាមួយនឹង Czech Republic ឃើញស្ត្រីកូរ៉េដែលទៅគ្រប់ត្រក្រុមកូរ៉េខាងត្បូងគ្នាស្អាតផូរផង់ក៏ផ្នែកគ្នាធំល្មមប៉ុន្តែម្នាក់អីដែលជាមេក្រុមហ៊ុនមួយរបស់មិចស៊ីកូហ្នឹងគាត់ធ្វើដៃបរិចភ្នែកហ្នឹងហើយនាងគាត់ថត selfie ជាប់មានណាអូយនិយាយពីស្រោចគេជេរបន្តិចម្នាក់ហ្នឹងដូចអីចឹងម្នាក់ប្រុសហ្នឹងរើសអើងអីអញ្ចឹងទៅគេបដិញគាត់ចេញពីក្រុមហ៊ុនបាត់ទៅឲ្យសំមុខអាហ្នឹងគឺគេចាត់ការអញ្ចឹងដែរអត់រៀងហ្នឹងរឿងកូរ៉េខាងត្បូងដល់ពេលមកឥឡូវទៅធ្វើថៃហ្នឹងគឺទៅធ្វើអាស្អីភ្នែកអីបើកហ្នឹងឲ្យចិនហ្នឹងឥឡូវគេពលានយន្តហោះហ្នឹងគេចេញសារសុំទោសហ្មងសុំទោសជនជាតិចិនឬក៏ចិនទាំងមូលតែម្ដងថាសន្តិសុខហ្នឹងគាត់ធ្វើខុសគេចាត់ការតាមវិន័យមិនគួរណាប្រព្រឹត្តក៏ប៉ុន្តែឃើញទេឥឡូវអារឿងដែលជនជាតិចិនប្រសេកប្រសាចមួយវងដែលធ្វើឲ្យខូចសណ្ដាប់ធ្នាប់ក្នុងពលានយន្តហោះភ្លេចមើលអស់លីងទៅចេញរឿងសន្តិសុខហ្នឹងរករឿងសន្តិសុខហ្នឹងទៅសុំទោសសន្តិសុខតែអារឿងដែលដោះស្រាយបញ្ហានេះអត់ឲ្យជនជាតិចិនឡើងលើយន្តហោះឥឡូវមានរឿងជាមួយនឹងទូតចិនទៀតថារើសអើងអញ្ចឹងបានលោកស៊ីអាស័កភួងកេតកែវប្រាប់ទៅទូតចិនថាបើដោះស្រាយបញ្ហានេះសុំមើលទស្សនវិជ្ជាជាក់ស្ដែងកុំឲ្យយកនយោបាយមកពាក់ព័ន្ធព្រោះអីកុំឲ្យបង្កើនកម្ដៅជាជាងនាំគ្នាផលិតភ្លើងសន្តិសុខនៅពលានយន្តហោះវាមានបញ្ហាអីគេដោះស្រាយតាមសន្តិសុខបើយើងអត់មានសន្តិភាពគឺគេត្រូវតែចាត់ការតាមនឹងហើយគេមិនគិតថាចិនឬក៏អ្នកណាទេអាហ្នឹងគឺខាងពលានយន្តហោះសវណ្ណភូមិក៏គេនិយាយចឹងដែរហើយរឿងនេះទៅប្រហែលថ្ងៃប្រហែលអាទិត្យមុនហ្នឹងក្រុមហ៊ុន GMM TV ឯណារបស់ល្បីរបស់ថៃហ្នឹងមានតកតងនឹងការយកតារាសម្ដែងចិនអីមកហ្នឹងគឺអ្នកដែលជនជាតិចិនហ្នឹងទៅថត selfie ទៅគឺបតាយបតប់គ្នាពេញពលានយន្តហោះហ្នឹងម្ដងកាលពីមុនអត់ទាន់បាត់ផងឥឡូវមកអញ្ចឹងទៀតហើយបាទឥឡូវយើងចាប់ប៉ុណ្ណឹងគ្រាន់តែថាលោកស៊ីអាស័កភួងកេតកែវថាកុំឲ្យតំណែងតំណងចិនល្អកកដោយសារតែរឿងបញ្ហានេះឲ្យបន្ថយកម្ដៅទៅកុំនិយាយសារអីដែលប៉ះពាល់ដល់ការដែលឲ្យវាប៉ះពាល់ដល់ការទូតអីចឹងបាទខ្ញុំបញ្ចប់បងប្អូនខ្ញុំមានពេលតែ10នាទីទេព្រោះថ្ងៃនេះ15នាទីយ៉ាងយូរព្រោះខ្ញុំមានប្រជុំតកតងប្រធានពន្ធនាគារព្រៃសរលោកនុតសាវណ្ណាថាលោកមិនបានចេញអនុញ្ញាតលិខិតអនុញ្ញាតឲ្យតន់ដិតស្រីស៊ីណាចេញទៅព្យាបាលជំងឺមហារីកថ្លើមនៅមន្ទីរពេទ្យរុស្ស៊ីទេរឿងនេះគឺអញ្ចេះបងប្អូនហេតុអីបានលោកស្រីស៊ីណាហ្នឹងជាអ្នកណាលោកស្រីស៊ីណាហ្នឹងគឺត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ31ឆ្នាំ31ឆ្នាំហ្នឹងគឺដោយសារគាត់ទៅបាញ់សម្លាប់គូតដង2នាក់ដល់ក្នុងផ្ទះហើយលោកនិយាយទៅបើសិនមានច្បាប់ព្យួរកគួរព្យួរកលោកស្រីស៊ីណានេះអាសាហាវព្រៃផ្សៃហួសហេតុដោយសាររឿងតំណោះរឿងគេមើលមុខរឿងអីហ្នឹងយកកភ្លើងទៅហើយជាអុកញ៉ាទៀតណាលោកស្រីស៊ីណាហ្នឹងបើយើងមានចាំឯងគឺរឿងនេះគឺកើតឡើងកាលពីខែធ្នូគឺតុលាការខែធ្នូឆ្នាំ2024តុលាការកាត់ទោសឲ្យគាត់ជាប់គុក31ឆ្នាំហើយឲ្យបង់សំណងជំងឺចិត្តកន្លះលានដុល្លារផងទៅដល់គ្រួសារជនរងគ្រោះព្រោះគាត់បាញ់សម្លាប់មនុស្ស2នាក់ដែលជាគូតដឹងនឹងគ្នាហើយឥឡូវនេះគាត់កំពុងជាប់គុកបាន2ឆ្នាំហើយប៉ុន្តែឥឡូវនេះស្រាប់តែចេញលិខិត2ដោយមានហត្ថលេខានិងត្រារបស់លោកនុតសាវណ្ណាដែលជាប្រធានគុកព្រៃសរនឹងផងក្នុងការសម្របសម្រួលឲ្យលោកស្រីស៊ីណាហ្នឹងបានចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ីដោយអះអាងថាមានជំងឺមហារីកថ្លើមអីអញ្ចឹងទៅ
ប្រជាពលរដ្ឋបាក់ស្បាតណាបងប្អូនឲ្យតែលឺថាអ្នកមានលុយអង្គញាអីចេញទៅព្យាបាលនៅខាងក្រៅគឺបាក់ស្បាតហ្មងយើងដឹងឲ្យថោងសារ៉ាត់លោកថោងសារ៉ាត់លោកគិតធៀងសុទ្ធតែត្រូវជាប់គុកអីជាប់ច្បាប់អីអញ្ចឹងប្រព្រឹត្តបទល្មើសអូក្រិតជួញដូរគ្រឿងញៀនអីទៅនៅតែបន្ទប់ VIP រហូតដល់ថ្ងៃចេញពីផុតការជាប់គុកហ្នឹងហ្មងអត់ដែលបាននៅគុកទេដល់ពេលលឺសូអង្គញានេះជាប់គុកហើយស្រាប់គេសម្រួលឲ្យទៅពេទ្យរុស្ស៊ីហើយស្រាប់តែមានលិខិតថាមានមហារាជខ្លើមទៀតគឺប្រជារដ្ឋប្រវត្តិភ័យតែអញ្ចឹងទៅនៅបន្ទប់ VIP នៅពេទ្យរុស្ស៊ីហ្នឹងអស់មួយជីវិតគាត់ហើយព្រោះគាត់មានលុយគេភ័យអញ្ចឹងហើយការភ័យនេះគឺជាភ័យសមស្របទេប៉ុន្តែមានលិខិតហ្នឹងចេញមកពីស្លឹកក្នុងការសម្របសម្រួលឲ្យលោកស្រីស៊ីណាហ្នឹងបានទៅព្យាបាលមានត្រាមានអីរបស់លោកនុតសាវណ្ណាថ្ងៃនេះលោកនុតសាវណ្ណាដែលជាប្រធានភ័យសបន្ទីអប់រំកែប្រែភ័យសហ្នឹងគឺគាត់ចេញមកប្រាប់សារព័ត៌មានក្នុងស្រុក FE ភាសាខ្មែរវិទ្យុបារាំងអន្តរជាតិហ្នឹងគាត់ថាគាត់អត់មានបានទៅចេញលិខិតដូចនេះទេគាត់ឲ្យទៅសួរមន្ត្រីពេទ្យនៅពេទ្យរុស្ស៊ីមើលថាតើមានការចេញលិខិតឲ្យលោកស្រីស៊ីណាហ្នឹងទៅអត់ថានេះគឺជាការមួលបង្កាច់មានគេចង់ធ្វើបាបគាត់ចង់ដកទូនាទីគាត់អីអញ្ចឹងគាត់ថាកំពុងរវែកមុខរអ្នកណាដែលខ្លាញ់លិខិតហ្នឹងយើងមិនដឹងថាអ្នកណាខ្លាយលិខិតនឹងដែរបងប្អូននិយាយទៅគឺអានេះជាការបកស្រាយរបស់លោកនុតសាវណ្ណាហើយការបកស្រាយបែបនេះទាមទារឲ្យមានការស៊ើបអង្កេតស៊ីជម្រៅមិនមែនអ្នកនេះថាអ្នកនោះថាឲ្យរួចខ្លួនទេព្រោះប្រជាពលរដ្ឋតាមពិតមាន Facebook មួយឈ្មោះកញ្ចក់សង្គមគាត់សរសេរចែកមុននេះគាត់ដាក់រឿងអាស្រូវរបស់មេគុកព្រៃសគឺម1នុតសាវណ្ណាខົບខិតគ្នាជាមួយឃាតករស្រីស៊ីណាបានរៀបចំឯកសារបញ្ជាក់ថាតនដិតស្រីស៊ីណាមានជំងឺមហារីកដើម្បីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យរុស្ស៊ីនិងរៀបចំផែនការធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំដើម្បីស្នើសុំព្រះរាជក្រឹត្យលើកលែងទោសក្រោមលក្ខខណ្ឌមនុស្សធម៌ហ្នឹងសំណួរសុំសួរថាតើឯកសារលោកមេគុកព្រៃសចុះហត្ថលេខានឹងវាយត្រាមិនចុះកាលបរិច្ឆេទនេះវាត្រូវតាមច្បាប់ស្របតាមបទដ្ឋានគតិយុត្តបែបបទរដ្ឋបាលសាធារណៈដែរឬទេដោយជំងឺមហារីករបស់លោកស្រីស៊ីដោយជំងឺមហារីករបស់តនដិតស្រីស៊ីណារូបនេះវិជ្ជបណ្ឌិតមួយណាជាអ្នកបញ្ជាក់ឬថ្លើមធំហ៊ានរំលោភអំណាចដោយខ្លួនឯងចំពោះករណីនេះខ្ញុំបាទសូមឲ្យសម្ដេចពុកនិងសម្ដេចធិបតីផ្ដល់មេរៀនឲ្យមេគុករូបនេះជាពិសេសអង្គភាពពាក់ព័ន្ធអង្គភាពប្រឆាំងអំពើពុករលួយក្រសួងសុខាភិបាលអង្គភាពក្រសួងអធិការកិច្ចក្រសួងយុតិធម៌ក្រសួងមហាផ្ទៃមេត្តាចាត់វិធានការឲ្យបានតឹងរឹងសូមមហាជនទាំងអស់មេត្តាតាមដានករណីនេះដោយយកចិត្តទុកដាក់ពិសេសរឿងរ៉ាវអាស្រូវរបស់មេគុករូបនេះខ្ញុំបាទនឹងជីកកកាយបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងករណីឃាតករស្រីស៊ីណាបងប្អូនឃើញគ្នាសំបីរាយការអញ្ចឹងក៏មិនហ៊ានប្រាប់ឈ្មោះដែរដាក់កញ្ចក់សង្គមបើសិនមានមុខលោកនុតសាវណ្ណាបានពមៀនហើយនឹងចាប់ដាក់គុកមិនស្រួលចុះទៅដាក់គុកអភ័យសហ្នឹងធ្វើទរណកម្មបដ ாய் ក៏តែមិនដឹងតែបងប្អូនអញ្ចឹងបានថាដើម្បីឲ្យលោកនុតសាវណ្ណានឹងរួចខ្លួនពីការចោទប្រកាន់អីក៏ដោយលិខិតអីក៏ដោយសូមរៀបចំគណៈកម្មការដូចខាង Facebook កញ្ចក់សង្គមនឹងផ្សាយអញ្ចឹងទៅចាត់ការទៅព្រោះអីប្រជាពលរដ្ឋលែងទុកចិត្តប្រព័ន្ធដឹកនាំរដ្ឋយើងហើយយើងដឹងហើយមើលលោកកធានមើលលោកថោងសារ៉ាត់នឹងដឹងហើយរឿងអំពើពុករលួយនឹងវាចាក់ស្រេះពេកហើយតែប្រជាពលរដ្ឋលែងទុកចិត្តហើយធ្វើអីក៏មិនងាយត្រូវដែរអញ្ចឹងខំស្ដារអាហ្នឹងកុំបំផ្លាញវាទៀតនាំគ្នាស្ដារចុងក្រោយគឺសមាជិកបកភ្លើងទៀនខេត្តឧត្តរមានជ័យម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនមិនដឹងពីមូលហេតុបាទនេះគឺជាសេចក្តីថ្លែងការណ៍ទេសមាជិកក្រុមប្រឹក្សាគណៈបកភ្លើងទៀននេះឃើញសេចក្តីថ្លែងការណ៍របស់គណៈបកភ្លើងទៀននិងឆន្ទៈខ្មែរប្រែថាសោកស្ដាយដែលអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនលោកញៀនសរំសមាជិកគណៈកម្មាធិការនយោបាយប្រធានគណៈកម្មការប្រតិបត្តិគណៈបកភ្លើងទៀនខេត្តឧត្តរមានជ័យនិងសមាជិកក្រុមប្រឹក្សាសង្កាត់អូស្មាច់ក្រុងសំរោងអង្កាលពីរាត្រីថ្ងៃទី5ខែសីហា2026ដោយមិនដឹងពីមូលហេតុនិងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបាទគាត់ទាមទារឲ្យដោះលែងនេះគឺគ្រាន់តែជាព័ត៌មានមួយជ្រុងទេយើងចាំតាមដានព័ត៌មាននឹងតទៅទៀត